នៅក្នុងសភៅថ្នាក់ទី7បាទថ្នាក់ទី7ទំព័រទី22និយាយពីបរិមាណកម្ដៅអញ្ចឹងយើងមើលនៅក្នុងលំហាត់គេថាគណនាបរិមាណកម្ដៅដែលបញ្ចេញដោយដុំទង់ដែងមួយណាដែលបញ្ចេញដោយទង់ដែងមួយមានម៉ាស់ប៉ុន្មានមានម៉ាស់ប៉ុន្មានបាទម៉ាស់វាគឺបាទ10 15អូខេហើយបន្តមកទៀតដើម្បីបញ្ចុះសីតុណ្ហភាពពីប្រមាណបាទសីតុណ្ហភាពវាបញ្ចុះពី30 ឬ 35បាទ35អង្សាសេចុះមកប៉ុន្មានបាទ21អង្សាសេអាហ្នឹងគឺជាគេ data គេហ្នឹង data ទេអូខេ is good ហើយបន្តមកទៀតគេថាកម្ដៅម៉ាស់ទង់ដែងប៉ុន្មានកម្ដៅម៉ាស់តាំងដោយអក្សរ C ដែលមានតម្លៃប៉ុន្មានគេឲ្យមក 0.09 កាឡូរីក្នុង1ក្រាមនិងក្នុង1អង្សាសេគេឲ្យយើងរុយគេ rho Q ណាបរិមាណកម្ដៅតោះឥឡូវយើងចាប់ផ្ដើមរកលំហាត់នេះជាលំហាត់ស្រាលទេវាមិនធ្ងន់ទេតាមប្រព័ន្ធត្រង់អញ្ចឹងចម្លើយបាទចម្លើយសេកាត់គេសួរអីយើងឆ្លើយគេអញ្ចឹងគេសួរយើងគេអរនីបរិមាណកម្ដៅដែលបញ្ចេញដោយបាទអញ្ចឹងគេសួរអញ្ចឹងយើងឆ្លើយមកគេអរនីបរិមាណបាទកម្ដៅរបស់គេរបស់បាទទង់ដែងតាំងនៅអក្សរគេ CU ណាទង់ដែងទង់ដែងគ្រូសេកាត់អញ្ចឹងយើងចេះគីមីវិទ្យាណាទង់ដែងគឺ CU ដើម្បីបញ្ចុះប្រមាណបញ្ចុះសីតុណ្ហភាពពីម៉ាន់បាទពី35អង្សាមកម៉ាន់21អង្សាសេអូខេអញ្ចឹងតាមរូបមន្តនេះគេតាមរូបមន្ត Q ស្មើគេម៉ាគុណនេះគេកម្ដៅម៉ាគុណ data អូខេ good ហើយបន្ទាប់ពីយើងដើររូបមន្តហើយធ្វើម៉េចទៀតដោយគេដោយម៉ាស់ស្មើប៉ុន្មាន10ក្រាមបាទ15ហើយកម្ដៅម៉ាស់របស់ទង់ដែងគេឲ្យមកប៉ុន្មាន 0.09 បាទកាឡូរីបាទកាឡូរីក្នុង1ក្រាមនិងក្នុង1អង្សាសេហើយ data ទេយើងមកប៉ុន្មានបាទ data ទេគឺជាបំរែបំរួលសីតុណ្ហភាពគឺហៅថាកំណើនសីតុណ្ហភាពបំរែបំរួលមិនត្រូវយកអាធំដល់អាតូចទេអញ្ចឹងយក35បាទ35ដល់21អង្សាទៅឃើញប៉ុន្មាន4 14ណាបាទហ្នឹងលយតែមកអង្សាសេហើយតមកទៀតធ្វើមកទៀតយកវាទៅចំនួនបាទអញ្ចឹងយើងសេថានាំឲ្យឬក៏គេបានណាគេបាន Q ស្មើប៉ុន្មាន M យើងម៉ាស់ប៉ុន្10អូខេ10គុណប៉ុន្មានបាទ 0.09 ហើយគុណប៉ុន្មានទៀត14គេគុណលេខទេបាទយើងចាប់ដើមគុណមើលអញ្ចឹងយើងយក14គុណ9សិនមកយក14គុណ9អាក្ប៊ីសហ្នឹងគិតតាមក្រោយអញ្ចឹង14គុណ9គុណទៅឃើញប៉ុន្មាន9 4ដងប៉ុន្មាន36សេលេខកាន់ទុក3 9ម្ដង9និង3 12អញ្ចឹងហើយយើងអានេះ0គុណ10ទៀតហើយ0 31អានេះក្រួយក្ប៊ីសមានប៉ុន្មានមាន2អញ្ចឹង1 2ចុចអញ្ចឹងចម្លើយវាគឺឃើញ10បាទ 12.60 នេះគេកាឡូរី very good ដូចនេះយ៉ាងម៉េចបរិមាណបាទកម្ដៅរបស់បាទទង់ដែងបាទទ
trùng đánh CU trùng đánh cứ cắt tầm bong tới cứ chú smile mán bà đọc phí chơi học shop đưa chơi của muối các bạn nè chia chóm lời ok you understand huh? Okay, so good. Thank you.